សួស្តីអ្នកទាំងអស់គ្នាជួបគ្នាម្ដងទៀតហើយសម្រាប់ទីតាំងនៅមាត់ទន្លេឬមួយហៅថា Walk Street ដូចតែអ្នកទាំងអស់គ្នាបានដឹងហើយថា Walk Street បើករៀងរាល់ថ្ងៃសៅរ៍ហើយនិងថ្ងៃអាទិត្យអញ្ចឹងថ្ងៃនេះខ្ញុំបានមកម្ដងទៀតហើយមកដូចសពដងប៉ុន្តែមកលើកនេះគឺមានការប្រែប្រួលហើយនឹងការប្លែកប្រែប្រួលមានថាចេះការរៀបចំកន្លែងទីតាំងមើលទៅវាស្អាតជាងមុននិងមានរបៀបរបបជាងមុនដោយបងប្អូនបានមើលតាមវីដេអូហ្នឹងអញ្ចឹងគឺឃើញមានធ្វើការរៀបចំជាស្តង់ជាជួរដូចជាផ្សាររាត្រីអញ្ចឹងបងប្អូនក្នុងស្តង់ហ្នឹងមានការលក់ដូរជាច្រើនតាមបងប្អូនអាជីវករគាត់លក់នៅក្នុងស្តង់ហ្នឹងណាបងប្អូនអញ្ចឹងសម្រាប់ស្តង់នីមួយៗមានលក់ជាអាហារមានលក់ជាគ្រឿងអឺអលង្ការឬមួយក៏ជារបស់អនុស្សាវរីយ៍ឬមួយក៏ជាអ្វីផ្សេងៗដែលមាននៅក្នុងWall Street ហ្នឹងបងប្អូនអញ្ចឹងនៅពេលដែលខ្ញុំដើរទៅ Wall Street ហ្នឹងគឺមានអារម្មណ៍ថាគឺប្លែកហើយនឹងស្អាតជាងលើកមុនដោយសារលើកមុនគឺ Wall Street អត់ទាន់មានការបើកជាស្តង់អញ្ចឹងទេបងប្អូនប៉ុន្តែលើកនេះនៅពេលដែលខ្ញុំបានមកដល់ទីតាំង Wall Street នឹងដល់ដែរគឺមានការរៀបចំឡើងស្អាតនិងមានមនុស្សច្រើនកុះករជាងមុនបងប្អូនហើយបន្ទាប់ពីខ្ញុំរៀបចំនឹងទៅផ្ទះវិញបងប្អូនខ្ញុំក៏ធ្វើការសាកភ្លក់នំបញ្ចុកដែលអ៊ីក៏លក់នៅតាមដងផ្លូវបងប្អូនពិតជាឆ្ងាញ់មែនតើ